សួស្តីអ្នកនរគ្នាថ្ងៃនេះយើងធ្វើគ្រឿងចាក់យើងហើយអស់ហើយហើយថ្ងៃនេះក៏យើងធ្វើដំណើរទៅក្នុងពេញវិញដែរខ្ញុំមើលវីដេអូលើចុងក្រោយតែមិនមកទៀតគឺការកំពុងនេះយើងនេះមកមើលទេសភាពកោបសេរីហើយនេះរោងចក្រគេរោងចក្រនេះរោងចក្រផលិតខ្ជុំបូរោងចក្រនៅលើនោះมันគេកិនកៅស៊ូយកធ្វើឲ្យវានិយាយទៅគេស្លវាឲ្យវាឆ្អិនចឹងណានេះមានទុកមួយជីលេងនេះទុកឃើញអត់ទុកជីស្ទូត្រីអែមនេះជាការកៅស៊ូអូខេហើយឥឡូវនោះក៏បងគាត់កំពុងដិតសាសើមួយទៀតហើយបើសាសើមួយនោះវិញនេះអានេះរើខ្ទេចអស់ហើយហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងឯងជាមួយចាំថតសកម្មភាពខ្លះទៀតនៅនេះចាំថតឲ្យមើលនេះកន្លែងខ្ញុំងូតទឹកហើយនេះកន្លែងខ្ញុំងូតទឹកយប់ឡើងងូតទឹករយៈពេល2យប់ងូតទឹក2យប់ងូតទឹកនៅទីនេះឯងវាត្រកសាប៊ូរបស់ខ្ញុំណាអូខេផ្ទះជាកម្មវាក្តារព្រៃហើយនេះយើងរៀបចំកៅដែលយើងគេងភ្ជុំមិញនេះកន្លែងគេយើងគេងពីរយៈពេល2យប់នឹងឯងកៅរបស់យើងអត់មានភួយទៅថងមិនមានអីទេមក2យប់ត្រប់តែរឹងមួយ2នាក់នេះសិតរបស់តកង់គេស្រោមកាមេរ៉ា 4K បងកំពុងតេស្តនៅពេលដែលយើងចេញដំណើរពីខេត្តត្បូងឃ្មុំមកយើងក៏បានជិះកាត់ខេត្តព្រៃវែងប៉ុន្តែមុននឹងបានចេញមកហ្នឹងគឺយើងគេងនៅព្រៃវែងមួយយប់ទៀតអញ្ចឹងសរុបទាំងអស់គឺយើងចេញក្រៅការ៉ាគេងគឺ3ថ្ងៃយើងជិះខេត្តព្រៃវែងនេះតំបន់អ្នកភូមិគេហៅថាតំបន់ជើងទឹកហើយយើងមើលឃើញសិតតែទន្លេសិតតែអីចឹងដែលយើងធ្វើដំណើរមកពីត្បូងឃ្មុំគឺយើងមកគ្នាច្រើននៅពេលដែលយើងឈប់សម្រាកនៅខេត្តព្រៃវែងគឺយើងជិះម៉ូតូមកគឺយើងជិះតែ2នាក់ទេគឺដោយសារតែប្រហែលអ្នកទៀតគឺគាត់ជិះឡានអញ្ចឹងណាមេខ្ញុំជាមួយបងមួយទៀតគឺគាត់ជិះឡានជាមួយនឹងប្រពន្ធរបស់គាត់អញ្ចឹងខ្ញុំជិះម៉ូតូពីព្រៃវែងទៅភ្នំពេញគឺយើងជិះតែ2នាក់ទេដែលវីដេអូនេះខ្ញុំថតបានពេញលេញទេហើយក៏ថតអត់បានល្អមើលហើយក៏បានប្លង់ឲ្យល្អដែរព្រោះថាមុតតាមមើលគ្នាយើងគឺអាមួយអ្នកដប់ហ្នឹងគឺវាដប់លឿនខ្លាំងមែនតើអញ្ចឹងមកខ្ញុំដាក់ទូរស័ព្ទចេញក្រៅវាខ្យល់ផើតទូរស័ព្ទចេញដែរហើយនៅពេលដែលយើងធ្វើដំណើរហ្នឹងគឺយើងមើលឃើញថាទឹកទន្លេវាប្រុងនឹងឡើងណាស់គ្នាយើងឃើញទឹកទន្លេវាឡើងបានពាក់កណ្ដាលនេះដែរហើយបើសិនជាថ្ងៃភ្ជុំខ្ញុំមើលថ្ងៃភ្ជុំខ្ញុំមកទៀតលបាក់ជាទឹកទន្លេឡើងខ្លាំងយ៉ាងនេះមើលទៅស្អាតហើយមើលតាមដងផ្លូវដែលខ្ញុំជិះហ្នឹងខ្ញុំអត់បានថតឲ្យគ្នាយើងមើលទេតែខ្ញុំឃើញមានថាមានទូកដូចជានេសាទគាត់ជាពលរដ្ឋគាត់នេសាទគាត់អីចឹងណាគាត់នេសាទតាមទន្លេចឹងទៅឃើញទូកគាត់ច្រើនដោយម្ដុំនេះឃើញទូកគាត់ច្រើនណាស់តែថតអត់បានឃើញដោយសារតែវាជិះម៉ូតូលឿនខ្លាំងពេកខ្ញុំជិះមើលទេសភាពតែអ្នកដប់នេះទៅជាមិត្តភក្តិខ្ញុំអ្នកដប់នេះវាជិះចយជិះមើលអាកន្លែងនេះចង់ហោះខ្ញុំធ្លាក់លើម៉ូតូគ្នាយើងអើយអាណិតខ្លួនអាណិតប្រាណដល់ហើយផ្លូវដែលយើងជិះគឺខ្ញុំជិះតាមដរៃសាទគ្នាយើងរៃសាទឡើងទៅមុខវាំងយើងជិះហួសដរមួយហើយយើងជិះហួសដរមួយហើយបានពុកម៉ាក់ខ្ញុំចង់ជិះតាមដររៃសាទបន្ទាប់ពីឆ្លងដល់រៃសាទរួចគឺយើងបានមកដល់ភ្នំពេញនៅពេលបានមកដល់ភ្នំពេញក៏ខ្ញុំលែងថតដែរព្រោះថាពុកម៉ាក់ខ្ញុំហ្នឹងវាជិះម៉ូតូចយមកនិយាយគ្នាយើង
chim to rất có bay cái chi cái hơn ở tới chi cái tuần vì ngò cho ngò con khi dương sầm rạp cả tam na nước tôi nào về tàu muối này xong chuối lấy subscribe ở nhom nè mỗi phong nằm bày tụ bàn ở về tàu thay mấy tiệt môn kì